គុណព្រះអង្គដងទៀតហើយដែលខ្ញុំចាំជំរាបពីខកពីមុនដែលមានកពីយូរនៅក្នុងសញ្ញាថ្មីគឺម៉ាថាយចំពោះ13ខ15ដូច្នេះខ្ញុំចង់អានជូនប៉ុន្តែខ្ញុំបកស្រាយហើយប៉ុន្តែគ្រាន់តែខ្ញុំអានជូនម្ដងទៀតដោយយល់ថាកពីនេះបានមានដូចកពីសញ្ញាចាស់និងសញ្ញាថ្មីដូចគ្នាដូច្នេះអ្នកខ្លះថាខ្ញុំយកទៅសញ្ញាចាស់ខ្ញុំចង់បានយកសញ្ញាថ្មីប៉ុន្តែអត់ដឹងថាសញ្ញាថ្មីនិងសញ្ញាចាស់នោះដើរជាមួយគ្នាអ្នកខ្លះថាខ្ញុំយកទៅសញ្ញាថ្មីសញ្ញាចាស់ហួសហើយខ្ញុំអត់យកទេអញ្ចឹងក៏អត់ត្រូវដែរអញ្ចឹងបានព្រះបង្ហាញថាមានបងប្អូនខ្លះប្រកែកតើខ្ញុំយកទៅសញ្ញាចាស់សញ្ញាថ្មីខ្ញុំអត់យកទេប៉ុន្តែសញ្ញាអ្នកខ្លះដែលជឿថាខ្ញុំនិយាយម្ដងទៀតតែសញ្ញាថ្មីខ្ញុំអត់យកសញ្ញាចាស់ខ្ញុំយកសញ្ញាថ្មីដូច្នេះឥឡូវខកពីនេះខ្ញុំរៀនហើយខ្ញុំឆ្ងល់ថាហេតុអីបានកពីនឹងមានដូចគ្នាអញ្ចឹងកពីម៉ាថាយចំពោះ13ខ15ខ្ញុំអានជូនព្រោះចិត្តរបស់ជនជាតិនេះបានត្រឡប់ជាស្ពឹកវិញដូចគ្នាបានត្រឡប់គេលឺដោយតិចធ្ងន់គេលឺដោយតិចធ្ងន់នឹងមានន័យថាគេលឺដោយអត់ច្បាស់លាស់ពួកមនុស្សជាធ្ងន់ស្ដាប់អត់សូវច្បាស់លាស់ទេដូច្នេះព្រះចង់បរៀននៅម្ដងនេះទៀតថាពាក្យថាធ្ងន់តិចធ្ងន់ស្ដាប់ដោយតិចធ្ងន់អរគុណព្រះអង្គនេះគឺបានព្រះអស្ចារ្យមែនតើហើយថ្មិចភ្នែកក្រែងមើលឃើញនឹងភ្នែកឃើញទេថ្មិចភ្នែកក្រែងមើលឃើញនឹងភ្នែកថ្មិចហើយហេតុអីបានតែមើលឃើញនឹងភ្នែកមានន័យថាថ្មិចហើយគូមើលឃើញនឹងឃើញអ្វីដែលមើលឃើញដោយអារម្មណ៍ឃើញនឹងភ្នែកស្ដាប់ឮនឹងតិចឃើញស្ដាប់ឮនឹងតិចវិញហើយយល់ក្នុងចិត្តដូចខ្ញុំបានបកស្រាយរួចគេប្រែចិត្តហើយអញប្រុសឲ្យគេបានជាគ្នាដូចគ្នាដូច្នេះការអស់ទៅនឹងគឺព្រះចង់បង្ហាញយើងពីការដែលយើងអ្វីដូចអត់យកចិត្តទុកដាក់ព្រះឲ្យយកចិត្តទុកដាក់គឺធម្មតាការដែលយើងព្រះចង់មានទូថាកាលណាតិចធ្ងន់គឺអត់យកចិត្តទុកដាក់គឺណាជួនកាលម៉ែម្ដាយកូនឬហៅម្ដាយហៅអីចឹងទៅកូនគាត់ឮគាត់ធ្វើបង្ងើយដល់ពេលហៅមកចិត្តគាត់សួរថាគាត់ស្ដាប់អត់ឮនេះហើយដែលជាការមួយដែលមានជាពើបាបដូច្នេះបងប្អូនបរិញ្ញាយើងនៅក្នុងខកពីក៏ដោយបរិញ្ញាយើងនៅក្នុងពហិយក៏ដោយកាលណាបើយើងស្ដាប់ហើយយើងត្រូវធ្វើតាមយើងមើលឃើញហើយយើងត្រូវមើលជាក់ច្បាស់ថាការនឹងពិតប្រាកដហើយគេនឹងជួយអធិដ្ឋានឲ្យយើងដោយស្អីយើងមើលឃើញការអធិដ្ឋានស្ដាប់នឹងការអធិដ្ឋានតើព្រះមានការអស្ចារ្យយ៉ាងណាដែលខ្ញុំបកស្រាយពីមុនអញ្ចឹងអរគុណព្រះអង្គនេះជាខកពីមួយដែលព្រះចង់បង្រៀនយើងថាក៏ពីសញ្ញាថ្មីនិងសញ្ញាចាស់មានដូចគ្នាអរគុណព្រះអង្គសូមព្រះប្រទានពរជំរាបលាចា៎បាទ